ខ្ញុំបាទសូមអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនពូមីងលោកតាលោកយាយជាទីគោរពរាប់អានសូមស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់កម្មវិធីចំណេះដឹងសុខភាពថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកចំណេះដឹងមួយទាក់ទងអំពីអត្ថប្រយោជន៍របស់ដើមកន្ត្រាំងខេត្តចំពោះសុខភាពតាមពិតទៅបងប្អូនតែងតែឃើញដុះហើយនឹងបានស្គាល់ប៉ុន្តែពុកម៉ែបងប្អូនមិនទាន់ដឹងអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វានៅឡើយទេតើពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ចង់ដឹងទេប្រសិនពុកម៉ែបងប្អូនចង់ដឹងច្បាស់សូមទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ជាមួយខ្ញុំដូចតទៅមុននឹងចាប់ដើមខ្ញុំសូមពុកម៉ែបងប្អូនពឹងឲ្យជួយចុច follow ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលនៅវីដេអូថ្មីៗល្អៗរបស់ខ្ញុំជារៀងរាល់ថ្ងៃសូមកុំភ្លេចបើស្រឡាញ់ពេញចិត្តវីដេអូរបស់ខ្ញុំបាទសូមកុំភ្លេចជួយចុច like ឲ្យខ្ញុំម្នាក់មួយផងហើយនឹងចុច share ទៅកាន់មនុស្សដែលបងប្អូនពេញចិត្តបងប្អូនយល់ថាវីដេអូមួយនេះពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់ពួកគាត់មានប៉ុណ្ណឹងកុំអោយពុកម៉ែបងប្អូនទន្ទឹងរង់ចាំយូរទៅមើលប្រយោជន៍ទាំងអស់គ្នាតើថ្នាំត្រូវនឹងជំងឺអ្វីដាំហូបមួយថ្ងៃប៉ុន្មានក្រាមដាក់ទឹកប៉ុន្មានលីត្រតោះអញ្ចឹងកុំអោយពុកម៉ែបងប្អូនទន្ទឹងរង់ចាំយូរទៅមើលដើមកន្ត្រាំងខេត្តនិងថ្នាំ